នៅក្នុងរឿងសាមកុក2010លីពូតែម្នាក់ឯងបញ្ជត់ជាមួយនឹងលាវប៉ៃគូនអ៊ីហើយនឹងចាំងហ្វៃទោះបីជា3អ្នកនោះអាចមានប្រៀបបានមួយផ្លែតប៉ុន្តែมันអាចសម្លាប់លីពូបានដដែលនៅពេលដែលលីពូកំពុងតែជិះសេះរត់លាវប៉ៃនៅតែស្ងើចសរសើរថាលីពូពិតជាសមជាមនុស្សទេពដោយពាក្យដែលគេនិយាយតគ្នាមែនលីពូគឺជាមេតបដែលខ្លាំងជាងគេនៅមុនចំនួនសាមកុកមេតបដទៃទៀតសុទ្ធតែមិនហ៊ានមកក្បែរលីពូទេនៅពេលដែលឆាវលើកតបដេញតាមសម្រាប់តង់ជួដែលកំពុងតែរត់គេចខ្លួនគាត់ប្រាប់ឆាវយិនថាកុំទៅក្បែរលីពូហើយបើសិនជាចាំបាច់ត្រូវតែប្រើល្បិចទប់ទល់ជាមួយនឹងលីពូត្រូវបានគេខ្លាចរហូតសម្បីតែលំពេងរបស់គាត់ក៏គេចាត់ទុកថាជាវត្ថុទិព្វសម្បីតែសេះទន្សាយក្រហមហ្នឹងក៏គេប្រៀបធៀបថាជាសេះទិព្វដែរមានស្ដេចក្រាញ់មួយចំនួនចង់បានលីពូទៅឈរនៅក្បែរគេតែក៏មានស្ដេចក្រាញ់ខ្លះដែលមិនហ៊ានប៉ះពាល់ឬក៏មិនចង់ពាក់ព័ន្ធជាមួយនឹងលីពូដែរភាពល្បីល្បាញនិងកម្លាំងខ្លាំងរបស់លីពូមិនបានធ្វើឲ្យគាត់មានសេរីភាពទេវាគ្រាន់តែធ្វើឲ្យគាត់ក្លាយទៅជារបស់មានប្រយោជន៍នៅក្នុងភ្នែកអ្នកដទៃយើងអាចប្រៀបធៀបកម្លាំងរបស់លីពូទៅនឹងដាវដ៏មុតស្រួចមួយក្នុងមួយជីវិតរបស់លីពូមិនបានប្រើប្រាស់ដាវនេះសម្រាប់ខ្លួនឯងទេគឺត្រូវអ្នកដទៃខ្ចីយកទៅប្រើរហូតពេលខ្លះទៅគេខ្ចីដោយឲ្យលុយពេលខ្លះទៀតគឺគេមិនបានឲ្យលុយទេបើយើងមើលប្រវត្តិរបស់លីពូយើងឃើញថាពីដំបូងឡើយគឺគាត់ត្រូវទិញយានហៅចូលឲ្យធ្វើការបន្ទាប់មកទៀតគាត់ក៏ក្បត់ទិញយានទៅចោះចូលជាមួយនឹងតង់ជួក៏ត្រូវតង់ជួប្រើប្រាស់ម្ដងក្រោយមកគាត់ជាមួយតង់ជួក៏មានបញ្ហាទំនាក់ទំនងគាត់ក៏ក្បត់នឹងតង់ជួទៅឲ្យវ៉ាងអ៊ីងប្រើប្រាស់ទៀតក្រោយមកទៀតវ៉ាងអ៊ីងយល់ថាគាត់បានយកឈ្នះតង់ជួហើយមិនត្រូវការលីពូទៀតទេក៏ចាប់ផ្ដើមដកខ្លួនចេញពីលីពូប៉ុន្តែដោយសារតែមានការបះបោរពីខាងលីជាហើយនិងគុស៊ឺវ៉ាងអ៊ីងក៏ត្រូវស្លាប់លីពូក៏ត្រូវចាកចេញពីរាជវាំងដើរអនាថាគាត់ក៏ទៅបំរើយានសាវប៉ុន្តែដោយសារតែយានសាវមិនពេញចិត្តជាមួយនឹងលីពូក៏សម្រេចចិត្តថាឆាកចេញដោយខ្លួនឯងកុំឲ្យគេដេញតាន់ចុងក្រោយគឺគាត់ទៅច្រកកោនជាមួយនឹងលាវប៉ៃដែលពេលនោះលាវប៉ៃឲ្យគាត់នៅក្នុងក្រុងតូចមួយដើម្បីជួយការពារគ្នាលាវប៉ៃចង់ប្រើប្រាស់កម្លាំងរបស់លីពូនិងកេរ្តិ៍ឈ្មោះរបស់លីពូដើម្បីបន្លាចយានស៊ូផងនិងបន្លាចឆាវផងនៅក្បែរខ្លួនរបស់លីពូក៏នៅមានមនុស្សដែលចង់ប្រើប្រាស់គាត់ដែរគឺឈិនកុងទោះបីជាឈិនកុងនិយាយថាគាត់ពេញចិត្តលីពូក៏ដោយប៉ុន្តែយើងអាចមើលឃើញយ៉ាងច្បាស់ថាឈិនកុងកំពុងតែប្រើកម្លាំងរបស់លីពូជួយសម្រេចបំណងរបស់គាត់លីពូតែងតែយកសមត្ថភាពរបស់ខ្លួនឯងទៅបម្រើអ្នកដទៃដើម្បីបានប្រយោជន៍នៅក្នុងរយៈពេលខ្លីការបដូរម្ចាស់របស់លីពូมันមានផែនការអីច្បាស់លាស់ទេអ្នកណាដែលឆ្លាតជាងគាត់ឬក៏អាចមើលឃើញឆ្ងាយជាងគាត់សុទ្ធតែអាចប្រើប្រាស់កម្លាំងលីពូដើម្បីធ្វើសង្គ្រាមបានបើសិនជាយើងមើលទៅទីងយានមិនខ្លាំងដូចជាលីពូទេតង់ជួក៏មិនខ្លាំងដល់លីពូដែរលាវប៉ៃក៏មិនខ្លាំងដូចជាលីពូដូចគ្នាប៉ុន្តែអ្នកដែលត្រូវគេប្រើប្រាស់បែរជាលីពូទៅវិញនៅពេលដែលគេប្រើអស់ចិត្តហើយដាវនេះក៏សឹករិចរិលហើយត្រូវធ្លាក់មកនៅចំពោះមុខឆាវសម្លឹងមើលដាវនេះហើយឃើញថាសឹកខ្លាំងណាស់ប្រើមិនកើតទេប្រើទៅអាចមុតដៃធ្វើឲ្យរបួសខ្លួនគាត់ក៏សម្រេចចិត្តថាយកដាវនេះទៅគប់ចាត់ចោលទោះបីជាលីពូព្យាយាមឲ្យហេតុផលថាគាត់នឹងបំរើឆាវអស់ពីចិត្តក៏ដោយក៏ឆាវមិនគិតថាការទទួលយកលីពូនេះជារឿងត្រឹមត្រូវដែរលាវប៉ៃដែលពីមុនមកធ្លាប់ប្រើប្រាស់ដាវមួយនេះដូចគ្នាក៏បានរំលឹកឆាវថាលីពូជាមនុស្សបែបណាបើសិនជាទុកក្បែរទៅនឹងអាចមានរឿងអីកើតឡើងយើងអាចប្រៀបធៀបលីពូមកមនុស្សនៅក្នុងបច្ចុប្បន្នរបស់យើងខ្ញុំជឿថាអ្នកនរគ្នាប្រកាសជាធ្លាប់ស្គាល់មនុស្សប្រភេទនេះយើងមិននិយាយអំពីអំណួតរបស់លីពូទេយើងនិយាយអំពីសមត្ថភាពរបស់គាត់យើងអាចប្រៀបធៀបលីពូទៅនឹងបុគ្គលិកដែលមានសមត្ថភាពប្រកែធ្វើការហើយប្រឹងប្រែងធ្វើការតែអត់បានធ្វើអ្វីសោះដែលសម្រាប់ខ្លួនឯងធ្វើសម្រាប់តែក្រុមហ៊ុនសម្រាប់តែអង្គភាពនៅពេលដែលក្រុមហ៊ុនឬក៏អង្គភាពលែងត្រូវការពួកគាត់ក៏អត់មានអីនៅក្នុងដៃដែរបើយើងមើលនៅលើបណ្ដាញសង្គមក៏យើងឃើញប្រភេទមនុស្សដូចជាលីពូដូចគ្នាឧទាហរណ៍ដូចជាអ្នកបង្កើតមាតិកាដែលដេញតាម trend ឲ្យតែ trend ថ្មីចេញមកគឺគាត់ធ្វើមាតិការបស់គាត់ទៅតាម trend ហ្នឹងដែរគាត់តាមតាន់គ្រប់ trend ប៉ុន្តែខ្លួនគាត់អត់មានបានបង្កើតអ្វីដែលជាគំនិតរបស់ខ្លួនឯងដែលជាអត្តសញ្ញាណរបស់ខ្លួនឯងទេគឺធ្វើតាមគេរហូតហើយមិនមែនមានតែនៅលើបណ្ដាញសង្គមស្រុកខ្មែរយើងទេនៅបរទេសហ្នឹងក៏ដូចគ្នាដែររឿង copy trend ហ្នឹងមនុស្សដូចជាលីពូមើលពីខាងក្រៅទៅគឺហាក់ដូចជាមានឥទ្ធិពលខ្លាំងណាស់ប៉ុន្តែនៅពេលយើងចាប់ផ្ដើមសួរអ្នកដែលនៅក្បែរខ្លួនគាត់ឬក៏សួរមនុស្សដែលកំពុងតែប្រើប្រាស់គាត់
គេនឹងនិយាយថាបើសិនជាអត់ពីម្នាក់ហ្នឹងទៅក៏មានអ្នកផ្សេងទៀតអាចធ្វើបានដែរគេអាចយកអ្នកដតីមកជំនួសគាត់បានគ្រប់ពេលលីពូទោះបីជាមានវិជាគុណខ្លាំងជាងគេក៏ដោយប៉ុន្តែយើងឃើញថាឆៅមិនទុកគាត់ប្រើទេគេសុកចិត្តយកចាងលាវដែលមិនអាចប្រៀបនឹងលីពូយកមកប្រើជំនួសវិញហើយចាងលាវផ្ដល់ប្រយោជន៍យ៉ាងច្រើនទៅដល់តកូឆៅសមត្ថភាពនិងបទពិសោធន៍ធ្វើសង្គ្រាមរបស់លីពូធ្វើឲ្យគេមើលឃើញគាត់ថាជាមនុស្សដែលមានគ្រោះថ្នាក់ប៉ុន្តែមិនបានធ្វើឲ្យលីពូខ្លួនឯងឆ្លាតជាងមុនទេលីពូជួបមនុស្សច្រើនធ្លាប់បម្រើមនុស្សច្រើនតែមិនដឹងថាមនុស្សដែលគាត់ធ្លាប់បម្រើនឹងចង់បានអ្វីពីគាត់ឲ្យពិតប្រាកដទេលីពូអត់មានគោលដៅច្បាស់លាស់ទេអ្នកណាក៏ដោយឲ្យតែអាចធ្វើឲ្យគាត់មានអារម្មណ៍ថាត្រូវគេលើកតម្កើងគឺគាត់អាចបម្រើគេបានហើយមិនថាការលើកតម្កើងនេះជាពាក្យសរសើរធម្មតាឬក៏ជាការសោកប៉ាន់ដោយមានប្រាក់ទេហើយលីពូក៏មិនមានវិន័យអីដែរគាត់មិនអាចគ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់ខ្លួនឯងបានទេបើសិនជាមានអ្នកណាម្នាក់និយាយប៉ះពាល់ទៅដល់អំនួតរបស់គាត់លីពូអាចចាប់ផ្ដើមការប្រយុទ្ធគ្នាភ្លាមឧទាហរណ៍នៅក្នុងរឿងសាមកុក2010ពេលដែលចាងហ្វៃបបោលីពូចេញទៅវាយគ្នាយើងឃើញថាលីពូខឹងខ្លាំងណាស់បើកុំតែបានទាវឆានហើយនឹងលាវប៉ៃជួយខាត់លីពូហើយនឹងចាងហ្វៃប្រកាសជាមានទំនាស់ខាងគ្នាម្ដងទៀតចំណុចអាក្រក់បំផុតគឺលីពូអត់មានគោលការណ៍ផ្ទាល់ខ្លួនទេសម្រាប់គាត់បើសិនជាអ្នកណាដែលគាត់ត្រូវក្បត់គឺគាត់ត្រូវក្បត់មិនថាមានទំនាក់ទំនងបែបណាពីមុនមកទេដល់ពេលដែលគាត់ត្រូវក្បត់គាត់ត្រូវតែក្បត់ដោយសារតែបែបនេះហើយទើបគេមើលឃើញលីពូថាជាមនុស្សដែលមានគ្រោះថ្នាក់អញ្ចឹងគេអាចប្រើបានជាអាវុធប្រើហើយបោះចោលមិនអាចទុកប្រើរហូតជាប់ខ្លួនទេបរាជ័យរបស់លីពូមិនមែនតែនៅក្នុងសង្គ្រាមក្រុងសៀវភីទេបរាជ័យមួយទៀតរបស់គាត់គឺកើតឡើងដោយសារតែគាត់មិនដែលរស់នៅដើម្បីខ្លួនឯងគាត់រស់ដើម្បីបម្រើអ្នកដទៃជាប់រហូតមកនៅពេលដែលគាត់បដូរចិត្តថាចង់ធ្វើជាម្ចាស់ខ្លួនឯងកាន់កាប់កងទ័ពនៅស៊ីជើក៏ដល់ពេលដែលអ្នកដទៃមើលឃើញថាគេលែងអាចទុកលីពូធ្វើជាដាវសម្រាប់ប្រើទៀតហើយលីពូមានគេឈ្មោះល្បីធ្វើឲ្យគេខ្លាចផងធ្វើឲ្យគេស្អប់ផងធ្វើឲ្យគេចំណែននឹងគាត់ផងប៉ុន្តែគាត់មិនដែលបានកាត់ដាវដោយខ្លួនឯងទេនៅក្នុងរឿងសាមកុក2010មុនពេលដែលប្រយុទ្ធគ្នាជាមួយនឹងចាងហ្វៃបានជេរប្រមាថលីពូយ៉ាងច្រើនគាត់និយាយថាលីពូគឺជាឆ្កែ3តកូលប៉ុន្តែបើយើងមើលទៅតាមពិតលីពូមិនមែនបម្រើម្ចាស់តែ3នាក់ទេមួយជីវិតរបស់គាត់ក្នុងនាមជាមេទ័ពគឺបម្រើគេច្រើនអ្នកណាស់អ្នកដែលគាត់ធ្លាប់បម្រើហើយសុទ្ធតែមិនពេញចិត្តហើយគេរុញលីពូឲ្យទៅកន្លែងផ្សេងទៀតសូម្បីតែឆាវដែលជាមនុស្សដែលចង់បានអ្នកមានសមត្ថភាពមកបម្រើគាត់ក៏មិនចាប់អារម្មណ៍ជាមួយនឹងលីពូដែរលីពូគឺជាឧទាហរណ៍យ៉ាងល្អសម្រាប់អ្នកដែលមានដាវមុតស្រួចនៅក្នុងខ្លួនប៉ុន្តែមិនអាចកាន់ប្រើប្រាស់ដោយខ្លួនឯង